បរិសុទ្ធដឹកជញ្ជូនមិនខ្វល់ពីការដាស់តឿនរបស់អ្នកជុំវិញខ្លួនហើយទូចចង់ជួយសង្គ្រោះតាតែបានដួលសន្លប់នោះប៉ុន្តែក្រោយមកគាត់ត្រូវបានកូនស្រីរបស់តានិងកូនប្រុសរបស់តាប្តឹងទៅតុលាការពួកគេចោទប្រកាន់ថាគាត់ជាអ្នកបង្កគ្រោះថ្នាក់តាមពិតទៅបរិសុទ្ធដឹកជញ្ជូនបានខំដិតអាហាររាល់ថ្ងៃដើម្បីរកលុយព្យាបាលជំងឺបេះដូងរបស់ម្ដាយគាត់ក៏កំពុងសន្សំលុយសម្រាប់ថ្លៃសិក្សាមហាវិទ្យាល័យរបស់កូនស្រីផងដែរស្របពេលនោះកូនស្រីរបស់តានិងកូនប្រុសរបស់តាសុទ្ធតែជាអ្នកមានមុខមាត់ក្នុងសង្គមតាបានត្រឡប់មកស្រុកកំណើតវិញដើម្បីរកមិត្តចាស់គាត់បានសួរបរិសុទ្ធដឹកជញ្ជូនអំពីទីតាំងពិតប្រាកដប៉ុន្តែគាត់ក៏អើជើងជន់សម្បកចេកដោយចៃដន្យសំណាងល្អបរិសុទ្ធដឹកជញ្ជូនចាប់គាត់បានទាន់ពេលវេលាដោយឃើញបូមាត់របស់តាប្រែជាស្វាយបរិសុទ្ធដឹកជញ្ជូនក៏ដកថ្នាំដែលគាត់ទើបតែទិញឲ្យម្ដាយចេញមកឲ្យគាត់បន្ទាប់ពីលេបថ្នាំអាការរបស់តាក៏ធូរស្រាលហើយបរិសុទ្ធដឹកជញ្ជូនក៏ដាស់តឿនគាត់ឲ្យប្រយ័ត្នប្រយែងរួចហើយគាត់ក៏ប្រញាប់ទៅដឹកជញ្ជូនអាហារបន្តទៀតតាបានថតរូបបរិសុទ្ធដឹកជញ្ជូនហើយផ្ញើទៅឲ្យកូនរបស់គាត់គាត់ចង់ឲ្យពួកគេឃើញពីទឹកចិត្តសប្បុរសរបស់អ្នកស្រុកកំណើតគាត់ប៉ុន្តែភ្លាមបន្ទាប់ពីផ្ញើរូបថតគាត់ក៏គាំងបេះដូងដួលសន្លប់មានមនុស្សម្នាជាច្រើនចាំរុំជុំវិញប៉ុន្តែគ្មាននរណាម្នាក់ហ៊ានចេញមកជួយឡើយនៅពេលនោះបរិសុទ្ធដឹកជញ្ជូនក៏ត្រឡប់មកវិញបន្ទាប់ពីដឹកអាហាររួចហើយក៏ឃើញតាម្ដងទៀតគាត់ដឹងថាស្ថានភាពរបស់តានឹងរងចាំលែងបានទៀតហើយដូច្នេះគាត់ក៏ប្រញាប់ស្ពីតានាំទៅកាន់មន្ទីរពេទ្យប៉ុន្តែទូរស័ព្ទរបស់តាមិនអាចដោះសោបានឡើយដូច្នេះបរិសុទ្ធដឹកជញ្ជូនមិនអាចតាក់ទងទៅកូនរបស់គាត់បានទេគាត់គ្មានជំរឿអ្វីក្រៅពីប្រើប្រាស់ប្រាក់សន្សំទាំងអស់របស់គាត់ដើម្បីបង់ថ្លៃមន្ទីរពេទ្យនោះទេប៉ុន្តែប្រពន្ធរបស់គាត់បានយកកាតធនាគាររបស់គាត់ទៅបាត់សំណាងល្អដែលកូនស្រីគាំទ្រការសម្រេចចិត្តរបស់ឪពុកនាងបាននិយាយថានាងអាចរកលុយសម្រាប់ថ្លៃសិក្សារបស់នាងដោយខ្លួនឯងបានម្ដាយដែលមិនអាចនិយាយបានក៏បានហុចកាតធនាគារមកឲ្យគាត់វិញហើយប្រាប់ឲ្យគាត់ជួយសង្គ្រោះតាសិនតាបានប្រាប់ឲ្យគាត់ប្រើទូរស័ព្ទដើម្បីតាក់ទងទៅកូនរបស់គាត់គាត់និយាយថាពួកគេច្បាស់ជាសងគុណចំពោះសេចក្តីសប្បុរសនេះជាមិនខានប៉ុន្តែបរិសុទ្ធដឹកជញ្ជូននៅតែមិនអាចដោះសោទូរស័ព្ទនោះបានដែរក្នុងពេលជាមួយគ្នានោះកូនប្រុសរបស់តាក៏ទទួលបានការជូនដំណឹងមួយមាននរណាម្នាក់កំពុងព្យាយាមដោះសោទូរស័ព្ទរបស់ឪពុកគាត់ហើយទីតាំងបង្ហាញថាគឺស្ថិតនៅមន្ទីរពេទ្យដូច្នេះគាត់ក៏ប្រញាប់តាក់ទងទៅបងប្អូនរបស់គាត់ហើយប្រាប់ពីរឿងរ៉ាវដែលបានកើតឡើងជំនួយការបានរកឃើញថារូបថតចុងក្រោយដែលតាបានថតគឺជារូបភាពរបស់បរិសុទ្ធដឹកជញ្ជូនពួកគេជឿថាបរិសុទ្ធនោះជាអ្នកបង្កគ្រោះថ្នាក់ដល់ឪពុករបស់ពួកគេរួចរត់គេចខ្លួនពួកគេគិតថាឪពុករបស់ពួកគេបានថតរូបទុកដើម្បីជាភស្តុតាងមិនយូរប៉ុន្មានកូនស្រីរបស់តាក៏បានរកឃើញបរិសុទ្ធដឹកជញ្ជូននាងជឿជាក់ថាគេគឺជាអ្នកបង្កគ្រោះថ្នាក់នោះហើយនាងក៏បានប្តឹងគេទៅតុលាការដោយសារតែហេតុការណ៍នេះម្ដាយរបស់បរិសុទ្ធដឹកជញ្ជូនក៏គាំងបេះដូងម្ដងទៀតបរិសុទ្ធដឹកជញ្ជូនបានអង្វរកូនស្រីរបស់តាឲ្យសងលុយដែលគាត់បានបង់ទៅវិញគាត់ត្រូវការលុយនោះដើម្បីសង្គ្រោះជីវិតម្ដាយរបស់គាត់ប៉ុន្តែនាងបានបដិសេធភ្លាមបរិសុទ្ធដឹកជញ្ជូនបាននិយាយដោយកំហឹងថាគាត់មានភស្តុតាងកូនប្រុសរបស់តាបានសន្យាថាបើគាត់ពិតជាបានសង្គ្រោះតាមែននោះគេនឹងរ៉ាប់រងរាល់ការចំណាយថ្លៃថ្នាំនិងព្យាបាលម្ដាយរបស់បរិសុទ្ធដឹកជញ្ជូនទាំងអស់ប៉ុន្តែបរិសុទ្ធដឹកជញ្ជូនបានរកឃើញថាកាមេរ៉ាជាប់រថយន្តរបស់គាត់មិនបានថតចុះពេលដែលគាត់សង្គ្រោះតានោះទេពេលនោះគាត់ក៏នឹកឃើញថាមានហាងលក់សម្ភារៈសំណង់ក្បែរកន្លែងកើតហេតុមានបំពាក់កាមេរ៉ាសុវត្ថិភាពប៉ុន្តែកូនប្រុសរបស់តាជឿជាក់ថាគាត់គ្រាន់តែចង់ពន្យាពេលក្តីក្តាមតែប៉ុណ្ណោះក្នុងពេលជាមួយគ្នានោះមានគេយកថ្នាំលាបមកជាលើផ្ទះរបស់បរិសុទ្ធដឹកជញ្ជូនម្ដាយរបស់គាត់បានប្រាកាយវិការប្រាប់គាត់ថាអ្នកស្រីគឺជាអ្នកធ្វើរឿងនោះសំណាងល្អដែលទីបំផុតតាក៏បានដឹងខ្លួនឡើងវិញបន្ទាប់ពីបានដឹងពីគ្រូពេទ្យថាកូនរបស់តាបានដឹងបរិសុទ្ធដឹកជញ្ជូនទៅតុលាការគាត់ក៏ប្រញាប់ប្រញោលទៅកាន់កន្លែងកើតហេតុភ្លាមប៉ុន្តែបរិសុទ្ធដឹកជញ្ជូនមិនអាចរកភស្តុតាងបានទាន់ពេលវេលាឡើយដើម្បីគ្រួសាររបស់គាត់គ្មានជំរឿអ្វីក្រៅពីសារភាពថាគាត់បានធ្វើបាបតានោះទេភ្លាមនោះសម្លេងរបស់តាក៏បន្លឺឡើងពីក្រៅទ្វារគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យ